បាទបងប្អូនថ្ងៃបង្ហាញពីកូនចង្រិតទឹមញាស់បាទនេះចាប់ផ្ដើមញាស់បងប្អូននេះញាស់ច្រើនណាចាប់ផ្ដើមញាស់ច្រើនហើយហ្នឹងហើយបានអីចេគាត់បញ្ជាក់មកថាឥឡូវចាប់ផ្ដើមពីញាស់ពងចង្រិតទៅបងហ្នឹងហើយនេះគឺចង្រិតចំណនេះថាពូជចង្រិតក្រហមខ្លួនក្រហមស្លាបក្រហមបាទយើងក្រោបវាទៅវាកក់ក្ដៅបន្តិចព្រោះវាខែត្រជាក់នេះយើងបាន15ថ្ងៃបាទចង្រិត15ថ្ងៃតែយើងគេមកកូនញាស់ទៀតវាញាស់អញ្ចឹងយើងវានៅក្នុងបេទេតែយើងចូលវាមកអាឡាក់ច្រើនណាស់ជីវចូលវាមកលាក់ដើម្បីវាញាស់អស់ឲ្យវាស្រស់ឲ្យវាស្រស់នេះល្អនេះញាស់តែមកព្រឹកយប់ញាស់ចង់អស់បាទវាអត្រាញាស់វាល្អដោយសារអាកាសធាតុមួយថ្ងៃហ្នឹងវាមិនត្រជាក់ខ្លាំងវាមិនល្មមមិនត្រជាក់ខ្លាំងមិនក្តៅខ្លាំងដល់ពេលអញ្ចឹងវាញាស់ល្អវាញាស់ល្អមែនតើបងឃើញនេះញាស់ល្អវាដល់យ៉ាងមកយើងក្រោបវាទៅលើទៅពលាប៉ងយ៉ាត់ទីបាទហាត់ទៅប៉ងទៅមើលតង់មកទៀតបងនេះមកតង់ធំមួយទៀតបងតង់ធំមួយទៀតហើយយើងបណ្ដាលដាក់ពូជទៀតនេះញាស់ល្អយើងបណ្ដាលវាតែម្ដងញាស់ល្អមកនោះញាស់ល្អមែនតើថានេះហើយចង្រិតកម្លាំងមកហើយជាអាកាសធាតុល្អចឹងហើយអរគុណបងប្អូនមានប៉ុណ្ណឹងសម្រាប់ការរៀបចំកូនចង្រិតដើម្បីដាក់ទ្រុង